វត្តជីវិតនិងការតស៊ូនៃអណ្ដើកសមុទ្រមហាសមុទ្រមិនមែនជាកន្លែងដែលសុខសាន្តដូចដែលយើងមើលឃើញពីខាងលើនោះឡើយសម្រាប់អណ្ដើកសមុទ្រញីមួយក្បាលវាត្រូវចំណាយពេលពេញមួយជីវិតជាង30ឆ្នាំដើម្បីហែលកាត់រលកខ្យល់និងគេចចេញពីសត្រូវរាប់មិនអស់ទើបវាអាចធំពេញរូបរាងនិងមានលទ្ធភាពបន្តពូជដោយធ្វើដំណើរតាមសភាវគតិវាក៏បានហែលមកដល់តំបន់សមុទ្ររៈមួយក្បែរឆ្នេរនៃប្រទេសម៉ាឡេស៊ីនៅទីនោះអណ្ដើកសមុទ្រឈ្មោលមួយក្បាលដែលបានសំងំរង់ចាំយ៉ាងអត់ធ្មត់អស់ជាច្រើនសប្តាហ៍ក៏បានបង្ហាញខ្លួនវាចាប់ផ្ដើមហែលក្រឡឹងជុំវិញអណ្ដើកញីយ៉ាងថ្នមៗនិងពោពេញដោយក្តីស្រឡាញ់ប៉ុន្តែភាពស្ងប់ស្ងាត់ត្រូវបានកាត់ផ្តាច់ក្នុងលោកដែលរឹងមាំខ្លាំងទើបអាចរស់បានអណ្ដើកឈ្មោលដទៃទៀតក៏បានចូលមកជ្រៀតជ្រែកពួកវាព្យាយាមដណ្ដើមយកឱកាសដ៏មានតម្លៃនេះការប្រយុទ្ធដ៏ខ្លាំងក្លាបានផ្ទុះឡើងការខំការរុញច្រាននិងការសង្កត់ពីលើខ្នងបានធ្វើឲ្យអណ្ដើកឈ្មោលដំបងចាប់ផ្ដើមដកដង្ហើមផុតៗនិងអស់កម្លាំងជាខ្លាំងរាល់ពេលដែលវាខំប្រឹងហែលគឺពោពេញដោយភាពលំបាកវេទនាទម្ងន់ដែលសង្កត់ពីលើខ្នងកាន់តែធ្ងន់ទៅធ្ងន់រហូតធ្វើឲ្យវាស្ទើរតែទ្រាំលែងបានក្នុងរយៈពេលពេញ1ម៉ោងនៃការតស៊ូនេះមានអណ្ដើកឈ្មោលរហូតដល់ទៅ7ក្បាលកំពុងឡោមព័ទ្ធនិងបង្កភាពវឹកវរទោះជាយ៉ាងណានៅក្នុងភាពច្របូកច្របល់នោះឯងឱកាសក៏បានមកដល់អណ្ដើកញីនិងគូរបស់វាក៏បានរើបម្រះចេញពីការតោងទាមរួចខំប្រឹងហែលសម្ដៅទៅរកផ្ទៃទឹកដើម្បីដកដង្ហើមយកខ្យល់អាកាសយ៉ាងមានសេរីភាពទីបំផុតបន្ទាប់ពីឆ្លងកាត់ព្យុះនៃជម្លោះអណ្ដើកសមុទ្រមួយគូនេះក៏អាចបញ្ចប់បេសកកម្មដ៏ពិសិដ្ឋរបស់ពួកគេយ៉ាងមានសេចក្តីសុខនិងស្ងប់ស្ងាត់នៅក្រោមជម្រៅទឹកដ៏ខៀវស្រងាត់វិញ